ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំនាំអ្នកទាំងអស់គ្នាមកស្គាល់វិហារកាតូលិកមួយកន្លែងនៅក្នុងទីក្រុង Melbourne ហើយវិហារកាតូលិកហ្នឹងមានឈ្មោះថា Saint Patrick Cathedral ហើយវិហារនេះដែរអ្នកទាំងអស់គ្នាគេបានចាត់ទុកវាជាស្ថាបត្យកម្មមួយដ៏សំខាន់នៅក្នុងទីក្រុង Melbourne ហ្នឹងណាអ្នកទាំងអស់គ្នាបើយោងតាមឯកសារដែលខ្ញុំបានអានត្រួសតាក់ទងនឹងវិហារហ្នឹងណាអ្នកទាំងអស់គ្នាវិហារហ្នឹងគឺជាវិហារកាតូលិកមួយដ៏ធំជាងគេនៅ Victoria ហ្នឹងហើយនៅក្នុងអូស្ត្រាលីហ្នឹងណាអ្នកទាំងអស់គ្នានិយាយទៅជាវិហារសាសនាដែលធំជាងគេហ្មងណានៅក្នុង Melbourne អូស្ត្រាលីហ្នឹងណាអ្នកទាំងអស់គ្នាហើយស្ថាបត្យករដែលគាត់សាងសង់វិហារហ្នឹងគឺគាត់ឈ្មោះ William Wilkinson Waddell នឹងតាមអីដែលខ្ញុំបានអានត្រួសពេលខ្ញុំទៅលេងណាអ្នកទាំងអស់គេបានទៅសេថាការកសាងវិហារនឹងដែរគឺត្រូវចំណាយពេល1 សតវត្សអ្នកទាំងអស់គ្នាត្រង់ហ្នឹង1 សតវត្សឬក៏1 ទសវត្សទេអ្នកទាំងអស់គ្នាតាមខ្ញុំចាំបានអ្នកណានៅទីក្រុង Melbourne ច្បាស់ថា1 សតវត្សឬក៏1 ទសវត្សជួយ comment ប្រាប់ខ្ញុំផងអ្នកទាំងអស់គ្នាអង់គ្លេសខ្ញុំអង់គ្លេសឆ្មាដេញកដលអញ្ចឹងទៅហើយគូផ្សំនឹងការចងចាំខ្ញុំនឹងវាល្អទៀតអ្នកទាំងអស់គ្នាអញ្ចឹងទៅខ្ញុំអានហើយខ្ញុំភ្លេចខ្លះអញ្ចឹងហើយបកមកវិញអ្នកទាំងអស់គ្នាវិហារនឹងដែរដោយសារតាពេលសាងសង់ហ្នឹងកំឡុងពេលដែលមានការផ្អើលការរុករកមាសឃើញនៅតំបន់ផ្សេងអីចឹងណាអញ្ចឹងហើយបានធ្វើឲ្យកម្មករនិងពួកអ្នកកម្មករដែលគាត់សាងសង់ព្រះវិហារហ្នឹងនាំគ្នារត់ទៅរត់រកមាសអីចឹងជាហេតុបដាលឲ្យការសាងសង់ហ្នឹងមានការរាំងស្ទះមានការពជាពេលប៉ុន្តែនៅក្នុងឆ្នាំ1858ព្រះវិហារហ្នឹងគឺត្រូវបានសាងសង់បន្តហើយបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ1939ហើយត្រឡប់មករាល់ថ្ងៃហ្នឹងណាទាំងអស់គ្នាវិហារហ្នឹងគឺជាកន្លែងបូចុចខ្ញុំអត់ហ៊ាននិយាយហើយក៏ជាកន្លែងដែលភ្ញៀវទេសចរមកលេងជាហូរហែហើយភ្ញៀវដែលមកទស្សនាទីក្រុង Melbourne អីចឹងណាបើភ្ញៀវមកជា private ជាគ្រួសារអីចឹងប្រហែលគាត់អត់សូវដឹងថានៅនឹងមានវិហារអីមកលេងអីចឹងណាប៉ុន្តែខ្ញុំច្បាស់ថាភ្ញៀវទេសចរដែលមកជាមួយក្រុមហ៊ុន tour ប្រកាសជាអត់រំលងកន្លែងនេះទេអ្នកទាំងអស់គ្នាដោយសារវាមាន view ស្អាតហើយវាជាស្ថាបត្យកម្មមួយដ៏ចំណាស់អីចឹងណាហើយក្នុងនឹងដូចគេបាន note ដែរថាថ្មដែលយកមកធ្វើវិហារនឹងជាថ្មកម្រគឺក៏ថ្មពិសេសម្យ៉ាងអីចឹងណាអ្នកអរគ្នាហើយម្យ៉ាងទៀតវានៅក្នុងកណ្ដាលក្រុង Melbourne យើងនឹងអញ្ចឹងហើយពេលយើងមកលេងក្នុងទីក្រុង Melbourne ហ្នឹងយើងអត់ចាំបាច់ជិះទៅណាឆ្ងាយទេវាមានភាពងាយស្រួលក្នុងការមកអីចឹងណាហើយម្យ៉ាងទៀតទេសភាពវាស្អាតវិហារនឹងដែរវាមានកន្លែងបោះកាក់ណាទាំងអស់គ្នាបោះកាក់ផ្សងនិយាយទៅខ្ញុំមកលេងច្រើនដងហើយណាទាំងអស់គ្នាដោយសារវានៅចិត្តកន្លែងខ្ញុំរស់នៅដែរចឹងណាថ្ងៃនេះខ្ញុំមកចាំpublic holiday ចឹងទៅគេអត់បើកឲ្យចូលទេណាទាំងអស់គ្នាហើយចូលដល់ខាងក្នុងក៏អត់ប្រកាសថាយើងអាចថតបានចឹងណាគាត់ថាយើងអាចចូលមើលបានខាងក្នុងគេរចនាបថអង់គ្លេសកាត់បារាំងប៉ុន្តែស្អាតខ្លាំងខ្ញុំធ្លាប់បានចូលទៅមើលហើយណាអ្នកនរគ្នាហើយភ្ញៀវទេសចរដូចខ្ញុំថាចឹងចិនកូរ៉េជប៉ុនអីឲ្យតែមកចឹងខ្ញុំឃើញមកទាំងឡានក្រុមហ៊ុន tour គេនាំមកមើលនាំមកលេងអីចឹងណាចឹងខ្ញុំមានតែប៉ុណ្្នឹងឯងចែករំលែកអ្នកទាំងអស់គ្នាអរគុណជម្រាបលាបាយបាយអ្នកទាំងអស់គ្នា